នេះមិនមែនជាកំហុសរបស់បងប្អូនទេតែគ្រាន់តែជាចំណុចមួយដែលយើងអត់ដឹងចាឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាចង់ឲ្យអ្នកគ្រូលោកគ្រូគាត់បកប្រែអ្វីមួយទៅតាមទូរស័ព្ទអីចឹងស្រាប់នៅសុករុញទូរស័ព្ទហើយយើងនិយាយអត់ដឹងទិសទង្វើអីយើងឲ្យគាត់បកទៅជាមួយឧទាហរណ៍តែជាមួយតកែឬក៏ជាមួយអីផ្សេងចឹងទៅប៉ុន្តែអ្នកបកហ្នឹងក៏អត់ដឹងសាច់រឿងគាត់បកទៅតាមមាត់អូនឯងបកទៅតាមអ្វីដែលអូនឯងនិយាយវាអាចជារឿងមួយកំហុសធ្ងន់ដែរតកែក៏អាចស្ដីឲ្យឬក៏អីចឹងណាចឹងមុននឹងយើងឲ្យគាត់បកយើងត្រូវយល់ខ្លួនឯងហើយត្រូវបញ្យល់ប្រាប់គាត់មុនហើយក៏ត្រូវការពេលវេលាដែរមិនមែនសុករុញទូរស័ព្ទឲ្យគេបកទេណាអូនហើយមួយវិញទៀតចានៅពេលដែលយើងវិនាទី2នាទី5នាទីគឺសិតតែលុយកាយនៅពេលដែលយើងឈប់និយាយបកប្រែចុះឡើងអាចធ្វើឲ្យតកែនឹងប៉ះពាល់អារម្មណ៍គាត់ដោយសារតែម៉ោងការងារចារឿងដែលត្រូវល្អទេវាខ្លាយទៅជារឿងអាក្រក់ពេលខ្លះយើងក៏ត្រូវការរើសពេលវេលានៅក្នុងការនិយាយដែរបងប្អូនអរគ្នាត្រូវរៀបចំពេលវេលារៀបចំសម្ដីមុននឹងយើងនិយាយប៉ះតកែល្អអត់អីទេប៉ះតកែណាគាត់មិនល្អគាត់ស្ដីឲ្យយើងដូចឆ្កែអញ្ចឹងមិនថាពិបាកចាត្រូវតែយល់ខ្លួនឯងឲ្យមុនហើយកុំឃើញហើយជាហត់ទូរស័ព្ទឲ្យអ្នកបកប្រែអញ្ចឹងស្រឡាំងកាំងដែរតាបងប្អូនហើយសូមនិយាយរឿងមួយទៀតដូចជាបងប្អូនមួយចំនួនគាត់ឈឺឬក៏គាត់មានរឿងអីមួយដែលមិនអាចទៅក្រុមហ៊ុនបានគាត់តែងតែផ្ដាំទៅមិត្តភ័ក្តិឬក៏ផ្ដាំឲ្យគេខទៅជួយប្រាប់តកែអញ្ចឹងណាអញ្ចឹងអានេះគឺជាកំហុសមួយដ៏ធ្ងន់គេហៅថាយើងរបៀបយើងមើងងាយអូននៅប្រទេសកូរ៉េគេអត់ចូលចិត្តអញ្ចឹងទេគេចង់បានសម័យខ្លួនយើងផ្ទាល់ទោះបីជាយើងចេះនិយាយឬក៏មិនចេះនិយាយដោយយើងនិយាយឲ្យតកែស្ដាប់យល់ទើបយើងប៉ឹងឲ្យគេនិយាយអញ្ចឹងណាអូនការផ្ញើសារក៏អញ្ចឹងដែរបងប្អូនគួរតែខនិយាយស្ដាប់មិនបានទើបយើងផ្ញើសារអញ្ចឹងតែហើយកំហុសនេះគឺជាកំហុសបន្តិចគេប៉ុន្តែយូរទៅវាកាន់តែច្រើនទៅវាអាចធ្វើឲ្យតកែមានអារម្មណ៍មិនល្អចំពោះយើងណាចាជម្រាបលាបងប្អូនអរគ្នា